ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីកូនដាច់ចាអញ្ចឹងសម្រាប់កម្មវិធីនៅថ្ងៃនេះយើងនឹងជួបគ្នាជាមួយនឹងរឿងព្រេងនិទានជាបន្តប៉ុន្តែសម្រាប់រឿងព្រេងនិទានសម្រាប់ថ្ងៃនេះយើងនឹងជួបជាមួយនឹងរឿងព្រេងនិទានជាភាសាខ្មែរម្ដងណាចាហើយសម្រាប់ថ្ងៃនេះបងនឹងនិទានរឿងជូនបងប្អូនគឺរឿងដែលមានចំណងជើងថាថ្មាតបោកដំរីសតើមានបងប្អូនណាធ្លាប់អានរឿងនេះហើយឬនៅឬក៏ធ្លាប់បានឮឬនៅបើមិនទាន់ទេយើងប្រុងប្រៀបស្ដាប់ហើយនឹងអានជាមួយគ្នាអូខេរឿងថ្មាតបោកដំរីសកាលពីព្រេងនាយមានស្ដេចថ្មាតមួយមានពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកទៅយល់សប្តិឃើញថាបានចាប់ស្ដេចដំរីសពួកសេនារេពលក៏ហាសម្ដៅទៅលំនៅនៃស្ដេចដំរីសនោះដល់ហើយក៏ស្រែកហៅស្ដេចដំរីសថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សប្តិថាបានស៊ីសាច់បងដំរីឯងដំរីឮដូច្នោះក៏ភ័យញាប់ញ័រឥតឧបមាយំបណ្ដាលលាប្រពន្ធកូននិងពលសេនាបណ្ដាលដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតលុះមកដល់ពាក់កណ្ដាលផ្លូវបានជួបនឹងសុភាទន្សាយសុភាទន្សាយក៏សួរទៅស្ដេចដំរីសថាយើបងដំរីទៅណាមកណាក៏រលារលាំងថែមទាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាអើបងសុភាអើយស្ដេចថ្មាតគេយល់សប្តិឃើញថាគេបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយទន្សាយឆ្លើយថាយីបងដំរីរូបប៉ុនបងឯងមិនដេចសុខចិត្តទៅឲ្យអាសត្វថ្មាតស៊ីទទេយ៉ាងនេះចាំខ្ញុំទៅជួយដោះទុកបងឯងឲ្យរួចរស់បានស្ដេចដំរីបានលឺទន្សាយថាដូច្នោះមានចិត្តត្រេកអរណាស់ក៏ហៅខ្លួនទន្សាយឲ្យឡើងជិះលើខ្នងដើរសំដៅទៅលំនៅស្ថានស្ដេចថ្មាតលុះឃើញដំរីមកដល់ហើយស្ដេចថ្មាតអរញញឹមញញែមរួចនិយាយទៅថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សប្តិឃើញថាបានស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយធ្វើពុតជាដីលក់លើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទន្សាយថាណែបងសុភាមកដេកអីលើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទន្សាយឆ្លើយថាឈប់កុំអាសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបញ្ញមិញយើងមិនបានស្ដាប់ព្រោះរវល់តែងងុយពេកស្ដេចថ្មាតឆ្លើយថាយើងយល់សប្តិឃើញថាបានស៊ីសាច់ដំរីសទន្សាយថាមែនហើយអំបញ្ញមិញខ្ញុំក៏ដេកលក់មួយភាំងទៅយល់សប្តិថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាយើបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទន្សាយថាបើបងឯងមិនឲ្យការយល់សប្តិរបស់បងថ្មាតឯងក៏អត់បានការអ្វីដែរដំរីក៏ខ្ញុំមិនឲ្យបងថ្មាតឯងស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីដោយចាញ់កលឧបាយសុភាទន្សាយដំរីសក៏វិលទៅលំនៅខ្លួនវិញទៅទន្សាយក៏បោលចូលព្រៃទៅបាត់ដែរចាយ៉ាងមិនដែរបងប្អូនសម្រាប់រឿងមួយនេះអញ្ចឹងមកសង្ឃឹមថាបងប្អូនអាចអានស្ដាប់រឿងមួយនេះរីករាយជាមួយនឹងរឿងរបស់យើងហើយក៏បានរៀនសូត្រពីរឿងមួយនេះដែរដូច្នេះបើទំនេរអាចប្រាប់ប៉ាម៉ាក់បានថាអូនចង់បានសៀវភៅរឿងព្រេងនិទានភាសាខ្មែរអូនអាចរៀនអានដោយខ្លួនឯងឬក៏អូនអាចឲ្យប៉ាម៉ាក់អានឲ្យអូនស្ដាប់ណាចាជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ